នៅពីក្រោយជញ្ជាំងដ៏ខ្ពស់ត្រដែតនៃរាជវាំងណារាយណាហេទីក្នុងទីក្រុងកាថ្មណ្ឌូអាចកំបាំងជាច្រើនត្រូវបានកប់នៅក្នុងភាពស្ងៀមស្ងាត់ប៉ុន្តែនៅយប់ថ្ងៃសុក្រទី1ខែមិថុនាឆ្នាំ2001ភាពស្ងប់ស្ងាត់នោះត្រូវបានបំបែកដោយសម្រែកអង្វរកនិងសម្លេងកំភ្លើងដែលបន្លឺឡើងឥតដាច់សូរគ្មាននរណាម្នាក់នឹកស្មានដល់ទេថារាជវង្សដែលប្រជាជននេប៉ាល់គោរពបូជាចាត់ទុកតំណាងនៃព្រះវិស្ណុនៅលើផែនដីត្រូវមកជួបប្រទះនៅសោកនាដកម្មប្រល័យពូជពងត្រឹមតែមួយប្រព្រឹត្តភ្នែកអ្វីដែលកាន់តែរន្ធត់និងព្រឺក្បាលបំផុតនោះគឺឃាតករមិនមែនជាសត្រូវមកពីខាងក្រៅឡើយតែគឺជាបុត្រច្បងនិងជាម្ចាស់ក្សត្រដែលត្រូវបន្តរាជបល្ល័ង្កគឺព្រះអង្គម្ចាស់ឌីភិនត្រាមុនពេលកើតហេតុការណ៍រាជហោរាប្រចាំវាំងបានធ្វើការទូទាយយ៉ាងព្រឺព្រួចចំពោះព្រះអង្គម្ចាស់ឌីភិនត្រាថាដាច់ខាតមិនត្រូវឲ្យព្រះអង្គម្ចាស់រៀបអភិសេកមុនប្រជជន30វស្សានោះទេបើមិនដូច្នោះទេព្រះមហាក្សត្រនឹងសោយទីវង្គតហើយរាជវង្សទាំងមូលនឹងត្រូវរលាយសាបសូន្យនៅក្នុងឆ្នាំ2001នោះឌីភិនត្រាមានប្រជជន29វស្សានិង11ខែពលគឺខ្វះតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះទ្រង់នឹងផុតគ្រោះថ្នាក់តាមទំនាយប៉ុន្តែស្នេហាដែលត្រូវបានហាមឃាត់រវាងទ្រង់និងកញ្ញាដេវ៉ាយ៉ានីបានក្លាយជាភ្លើងកំហឹងដែលបានរំលាយអ្វីៗគ្រប់យ៉ាងការទាស់ទែងគ្នាយ៉ាងខ្លាំងក្លារវាងទ្រង់និងព្រះមេដារឿងរើសគូស្រករបានរុញច្រានព្រះអង្គឲ្យដើរចូលអន្ទាក់នៃជោគវាសនាដែលគ្រូទាយបានមើលឃើញនៅយប់ថ្ងៃសុក្រនោះបរិយាកាសក្នុងវាំងហាក់ស្ងាត់ជ្រងំកំឡុងពេលសោយអាហារលក្ខណៈគ្រួសារឌីភិនត្រាដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគជាំបានយាងចេញពីចំណោមញាតិវង្សរួចត្រឡប់មកវិញក្នុងឈុតយោធាពណ៌ខ្មៅដៃកាន់កាំភ្លើងយន្តហាក់ដូចជាខ្មោចព្រាយដែលចេញពីនរកការបាញ់រះឥតរើសមុខសម្លេងកាំភ្លើងបានផ្ទុះឡើងកាត់ផ្ដាច់សម្រែកអង្វរកព្រះបាទឌីរិនត្រាគឺជាគោលដៅដំបូងដែលត្រូវគ្របកាំភ្លើងរបស់បុត្របង្កើតអ្វីដែលកាន់តែរន្ធត់ជាងនេះទៅទៀតនោះគឺនៅពេលដែលព្រះរាជិនីអាស្វាយាបានភៀសព្រះកាយទៅកាន់សួនច្បារដើម្បីរកជំនួយប៉ុន្តែឌីភិនត្រាបានដេញតាមពីក្រោយយ៉ាងដាច់អហង្ការសម្រែកចុងក្រោយរបស់ព្រះមេដាត្រូវបានបំបិតដោយគ្រាប់កាំភ្លើងបណ្ដាលឲ្យប្រភពដ៏ស្រស់ស្អាតរបស់ទ្រង់ត្រូវបានខ្ទេចខ្ទីក្នុងថ្លុកឈាមសាលសោយជ័យដែលធ្លាប់តែមានពន្លឺចែកចាំងបានក្លាយជាវាលពិឃាតនៅក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីកម្រាលព្រំដ៏ប្រណិតត្រូវបានជោគដោយលោហិតពណ៌ក្រហមឆ្អៅខណៈដែលសពរាជវង្សដេករនោករណែលម្នាក់លើម្នាក់ក្រោយពីកំទេចក្រុមគ្រួសារខ្លួនឯងរួចឌីភិនត្រាបានភ្ជុំកំភ្លើងខ្លីទៅនឹងសៀតការរួចបាញ់សម្លាប់ខ្លួនឯងដើម្បីបញ្ចប់រឿងអ្វីដែលចម្លែកបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺទោះជាទ្រង់ជាឃាតករក៏ទ្រង់នៅតែត្រូវបានប្រកាសជាព្រះមហាក្សត្រនៃប្រទេសនេប៉ាល់ខណៈដែលកំពុងដកដង្ហើមចង្រិតនៅក្នុងមន្ទីរពេទ្យទ្រង់ត្រូវបានឡើងគ្រងរាជ្យត្រឹមតែ3ថ្ងៃប៉ុណ្ណោះហើយក៏សោយទីវង្គតទៅដែលធ្វើឲ្យទ្រង់ក្លាយជាព្រះមហាក្សត្រដែលមានរជ្ជកាលខ្លីបំផុតដោយដែលអ្វីដែលគ្រូទាយបានពោលទុកគ្មានខុសក្រោយពីសោកនាដកម្មនេះសេចក្តីទុកចិត្តរបស់ប្រជាជនលើរាជវង្សបានធ្លាក់ចុះដល់ចំណុច0មិនយូរប៉ុន្មាននៅឆ្នាំ2008ប្រទេសនេប៉ាល់បានសម្រេចចិត្តលុបចោលរបបរាជានិយមដែលមានអាយុកាល240ឆ្នាំហើយក្លាយជាប្រទេសសាធារណរដ្ឋមកដល់សប្តាហ៍ថ្ងៃរឿងរ៉ាវរបស់ព្រះម្ចាស់ឌីភិនត្រានៅតែបន្សល់ទុកនូវមន្ទិលសង្ស័យនិងភាពតក់ស្លុតវាជាមេរៀនដ៏ជូរចត់អំពីស្នេហាគំនុំនិងបណ្ដាសានៃជោគវាសនាដែលអាចបំផ្លាញសូម្បីតែរាជវង្ស